រឿងខ្មោចបឹងក្រហមនៅឯភូមិត្រពាំងធំមានបឹងមួដែលមនុស្សគ្រប់គ្នាសូម្បីតែក្មេងៗក៏មិនហ៊ានទៅលេងនោះឡើយបឹងនោះគេហៅថាបឹងខ្មោចក្រហមព្រោះពេលព្រះអាទិត្យលិចទឹកក្នុងបឹងនឹងប្រែទៅជាពណ៌ក្រហមដូចឈាមហើយតែងតែមានរឿងប្លែកៗនិងចម្លែកជារឿយៗគេនិយាយថាបឹងនោះជាកន្លែងដែលនារីម្នាក់ឈ្មោះនាងណូបានសម្លាប់ខ្លួនហើយមិនសូវមានអ្នកហ៊ានទៅនេសាទឬទៅកម្សាន្តនៅទីនោះឡើយហើយមូលហេតុដែលនាងស្លាប់គឺមកពីនាងត្រូវបានគេបណ្ដេញចេញពីផ្ទះឲ្យទៅនៅឯជុំភូមិឆ្ងាយពីអ្នកដទៃបន្ទាប់ពីគេចោទនាងថានាងបានលួចសហាយស្មន់ជាមួយប្តីរបស់អ្នកភូមិជាច្រើននាក់ទើបមានផ្ទៃពោះទាំងអត់ប្តីថ្ងៃមួយដោយសារតែគ្មានអ្នកភូមិនិងពុំអាចទ្រាំនឹងការមើលងាយពីសំណាក់អ្នកភូមិទើបនាងក៏រត់ទៅមាត់បឹងហើយនាងក៏ស្រែកយំរៀបរាប់ពីទុក្ខសោករបស់នាងនៅក្រោមមេឃកំពុងតែភ្លៀងខ្លាំងវាហាក់ដូចជាចូលរួមឈឺចាំជាមួយនាងផងដែរហើយនាងបានស្រែកថាបើខ្ញុំស្លាប់ខ្ញុំនឹងតាមលបបន្លាចអ្នកភូមិនៅទីនេះទាំងអស់បន្ទាប់មកនាងក៏លោតទឹកសម្លាប់ខ្លួននៅទីនោះតែម្ដងប៉ុន្តែពេលដែលនាងលោតនោះគឺនាងបានជុំជាមួយនឹងឈឺស្រួចមួយហើយឈាមរបស់នាងក៏ច្រាលពេញបឹងនិងសាកសពរបស់នាងក៏ដោតជួបនៅក្រោមបឹងរហូតដល់រលួយអស់ឥឡូវយើងចូលដល់សាច់រឿងរបស់យើងវិញអាចារ្យសុខាគាត់មានអាយុ60ឆ្នាំគាត់មានមុខរបរជាអាចារ្យខ្មោចនិងមានជំនាញក្នុងការចាប់ខ្មោចដោះអំពើហើយនឹងចេះស្ដាប់ស្នែងទៀតផងអាចារ្យសុខាគាត់ប្រាប់ថាគាត់បានរៀនជំនាញនេះពីគ្រូម្នាក់នៅភ្នំក្រវានគាត់ធ្លាប់ជួយភូមិជាច្រើនរត់ខ្មោចដែលលង់ទឹកឬខ្មោចអនាថាឲ្យផុតទុក្ខពីវេទនាជាច្រើនតែគ្មាននរណាដឹងថាអាចារ្យសុខានោះមានអាកំបាំងអ្វីនោះទេនៅរដូវភ្លៀងឆ្នាំនោះបឹងព្រាយក្រហមបានក្លាយជាកន្លែងដែលគួរឲ្យខ្លាចជាងមុនទៅទៀតអ្នកភូមិជៀសមិនហ៊ានឆ្លងកាត់បឹងនោះទេសូម្បីតែត្រីនិងម្ដុំនោះធំប៉ុណ្ណាក៏ដោយក៏អ្នកភូមិមិនហ៊ានទៅនេសាទនោះឡើយក៏ព្រឹត្តតែអ្នកភូមិតែងតែឮសំឡេងខ្មោចនាងណូស្រែកយំរាល់យប់និងពេលខ្លះសូម្បីតែពេលថ្ងៃនាងឡងផងដែរពូឆែបដែលជាមេភូមិបានទៅជួបអាចារ្យសុខាហើយបានរៀបរាប់អំពីរឿងរ៉ាវយបិខ្មោចនាងសុខាទៅអាចារ្យលោកអាចារ្យខ្ញុំសូមអញ្ជើញលោកគ្រូទៅពិនិត្យបឹងព្រាយក្រហមម្ដងព្រោះពេលនេះអាគមបឹងនោះកាន់តែកាច់សាហាវហើយមនុស្សក្នុងភូមិខ្លាចណាស់យប់មិញប្អូនឆាយទៅរកត្រីនៅបឹងនោះតែចុងក្រោយសូម្បីតែជីវិតក៏សឹងតែយកមកវិញមិនបានផងខ្មោចនាងណូឡងសាហាវណាស់អាចារ្យសុខាព្រមទទួលការអញ្ជើញនោះតែក្នុងចិត្តរបស់គាត់ដូចជាមិនស្ងប់សោះលុះស្អែកឡើងគាត់និងកូនសិស្សរបស់គាត់ក៏ចេញដំណើរទៅបឹងនោះអាចារ្យសុខាបានដងទឹកបឹងមួយផ្ដិលហើយយកមកធ្វើពិធីដោយអុជទៀន3ដើមដាក់ជុំវិញនិងចងពៅវត្តដោយខ្សែសីមាលោកអាចារ្យក៏សូត្របាលីអ្វីមួយយ៉ាងដែលខ្ញុំមិនដឹងលោកអាចារ្យសូត្រមន្តបានមួយសន្ទុះស្រាប់តែមានសំឡេងមួយស្រែកថាពួកឯងចង់ធ្វើអីអញចេញពីកន្លែងឯងភ្លាមពេលនោះខ្យល់បក់ខ្លាំងណាស់មានដុំភ្លើងក្រហមហក់ជុំវិញបឹងចុះឡើងឯពួកខ្ញុំមិនហ៊ានចេញពីខ្សែសីមានោះទេលោកអាចារ្យក៏នៅតែបន្តសូត្រអាគមបន្តភ្លាមនោះសំឡេងស្រែកយ៉ាងខ្លាំងក៏ប្រែជាសំឡេងដ៏គួរឲ្យអាណិតនិយាយមកកាន់លោកអាចារ្យថាដោះលែងខ្ញុំទៅលោកតាសូមអង្វរតែលោកអាចារ្យនៅតែសូត្រកថាធម្មតាធ្វើដូចមិនឮអ្វីសោះបន្តិចមកសំឡេងស្រែកខ្លាំងក៏ប្រែជាសំឡេងដ៏គួរឲ្យអាណិតនិយាយមកកាន់លោកអាចារ្យថាដោះលែងខ្ញុំទៅលោកតាសូមអង្វរតែលោកអាចារ្យនៅតែសូត្រធម្មតាភ្លាមនោះព្រលឹងនាងណូក៏លេចឡើងពីទឹកស្លៀកពាក់សសក់វែងមុខរលួយបន្តិចចូលមកលុតជង្គង់សូមអង្វរលោកតាអាចារ្យ
ឲ្យជប់សូត្រទៅនាងឈឺណាស់នាងក្តៅណាស់នាងសន្យាថាមិនលងមិនឡាយអ្នកភូមិទៀតទេហើយលោកអាចារ្យក៏អាណិតនាងនោះណាស់ដែរក៏ឲ្យនាងសន្យាថានឹងមិនចេញមកលងអ្នកភូមិទៀតឡើយនាងនោះសន្យារួចហើយលោកតាអាចារ្យក៏ដោះលែងនាងនោះទៅបន្ទាប់ពីថ្ងៃនោះមកសំឡេងស្រែកយំក៏លេងឮហើយព្រលឹងនាងនោះក៏មិនដែលបង្ហាញឲ្យអ្នកណាឃើញឡើយហើយអ្នកភូមិក៏អាចទៅរកត្រីនៅទីនោះបានជាធម្មតាផងដែរការស្ងប់សុខនោះបានប្រហែលជា1ឆ្នាំដោយមិនមានហេតុការណ៍អ្វីនោះទេថ្ងៃនោះមានបុរសដែលមកពីភូមិខាងក្រៅ3នាក់មករកត្រីនៅទីនោះស្រាប់តែមិនទាន់បានប៉ុន្មានផងមានបុរសម្នាក់ត្រូវបានប្រលឹងនាងនោះចុលសន្ធិដ្ឋហើយនងបុរសម្នាក់នោះឲ្យតែលោតទឹកសម្រាប់ខ្លួននៅកន្លែងដែលនាងលុតស្លាប់ខ្លួននោះឯងដំណឹងនោះក៏បានឮដល់លោកអាចារ្យហើយលោកអាចារ្យក៏ប្រញាប់ប្រញាល់មកទីនោះដោយសារតែអ្នកភូមិអាចរកសាកសពបុរសនោះមិនឃើញអស់ពីថ្ងៃមកតែនៅតែរកពុំឃើញក៏នាំគ្នាទៅអញ្ជើញលោកអាចារ្យមកលោកអាចារ្យបានរៀបចំពិធីហៅប្រលឹងខ្មោចនាងនោមមកសួរនាំនាងនោមបានយំរៀបរាប់ប្រាប់លោកអាចារ្យថាមូលហេតុដែលនាងសម្លាប់បុរសនោះគឺដោយសារតែបុរសនោះកាលនាងនៅរស់បុរសនោះបានចាប់រំលោភនាងជាញឹកញាប់រហូតដល់មានផ្ទៃពោះទើបធ្វើឲ្យអ្នកភូមិយល់ច្រឡំថានាងមានសហាយជាមួយប្តីរបស់អ្នកភូមិជាច្រើននាក់ទើបមានផ្ទៃពោះទាំងអត់ប្តីតាអាចារ្យដកដង្ហើមធំហើយនិយាយថានេះជាកម្មផលដែលគេគួរតែទទួលហើយតាអាចារ្យបានប្រាប់នាងនោះថាឲ្យសពគេវិញមកភ្លាមនោះសពបុរសនោះក៏អណ្ដែតដេញពីក្នុងទឹកមកមានសភាពហើមរលួយខ្លាំងណាស់ហើយលោកតាក៏បញ្ជាឲ្យប្រលឹងខ្មោចនាងនោះចូលមកក្នុងក្អមរបស់លោកអាចារ្យនោះទៅបន្ទាប់ពីថ្ងៃនោះមកទឹកបឹងក៏ប្រែជាថ្លាធម្មតាវិញនឹងលែងមានខ្មោចនាងនោះចេញមកលងអ្នកភូមិទៀតហើយបឹងនោះអ្នកភូមិក៏នាំគ្នាហៅថាបឹងនាងនោះតាំងពីពេលនោះមក